ជំរាបសួរសួស្តី bonjour នេះជាវីដេអូទី2និយាយពី clear ឬក៏សំណួរវោហារស័ព្ទខ្លះដែលតាក់ទងនឹងពាក្យពង POINT ពងចំណុច1ណាយើងធ្លាប់ឮនៅក្នុងទូរទស្សន៍ជួនកាលយើងឃើញគេសរសេរអក្សរគេដាក់ថា on fait le point នោះគេនិយាយថា faire le point មានន័យថា analyser គឺពិនិត្យវិจัยឡើងវិញវិភាគវែកញែកឡើងវិញថាតើបញ្ហាហ្នឹងវាអញ្ចឹងឬក៏អត់ថាតើចំណុចបញ្ហាហ្នឹងមួយស្អីឧទាហរណ៍ថាច្បាប់មួយហ្នឹងចំណុចមួយហ្នឹងតើវាមានចំណុចពូចំណុចចាប់អារម្មណ៍ល្អឬក៏អត់មានចំណុចកុងមានចំណុចអាក្រក់របស់វាឬក៏អត់ le pour et le contre គឺផលល្អផលអាក្រក់ c'est comme avantage et inconvénient គុណសម្បត្តិគុណប្រយោជន៍និងនេះនឹងគុណវិបត្តិ inconvénient អញ្ចឹងណា donc faire le point មានន័យថាអញ្ចឹងមួយទៀត mettre au point mettre au point វាមានន័យមួយទៀតផ្សេង mettre au point ឧទាហរណ៍ថាគ្រឿងម៉ាស៊ីននៅក្នុងទីកន្លែងរោងចក្រណាមួយគ្រឿងម៉ាស៊ីននឹងវាខូចអញ្ចឹងជាងអ្នកដែលជួសជុលណា le mécanicien គាត់មកដល់គាត់ជួសជុលគាត់ថា c'est bon elle est mise au point បានតែបានហើយម៉ាស៊ីនហ្នឹងគឺជួសជុលរួចហើយអញ្ចឹងបានន័យថាជួសជុលពិនិត្យវិจัยគ្រឿងម៉ាស៊ីនអីឡើងវិញ mettre au point ណាមួយទៀត être au point être au point បានន័យថា tout est fait បានន័យថាបើសិនជាការពិនិត្យបច្ច័យក៏ពិនិត្យរួចហើយពិនិត្យមើលស្អីក៏ពិនិត្យរួចហើយ analyser ពិនិត្យសើរើឡើងវិញក៏រួចរាល់ដែរគឺប្រព្រឹត្តទៅបានដោយដំណើរការបានអាចដំណើរការបានពីព្រោះអារឿងរ៉ាវអស់ហ្នឹងគឺយើងបានពិនិត្យបច្ច័យរួចហើយ être au point ឧទាហរណ៍មួយថាខ្ញុំត្រូវការបើក restaurant ឬក៏បើកស្អីមួយអញ្ចឹងចាស់បើកការងាររកស៊ីអីមួយអញ្ចឹងទៅខ្ញុំមានគម្រោងអីមួយគម្រោងខ្ញុំត្រូវឆ្លងកាត់អ្នកដែលជា partner រកស៊ីរបស់ខ្ញុំអីចឹងទៅមកយើងត្រូវបង្កើត dossier ដើម្បី fair credit ដើម្បីខ្ចីលុយទៅអីចឹងណាអំផងបងកែអីចឹងទៅអញ្ចឹងបន្តមកទៀតយើងនិយាយគ្នាយើងថាយើងធ្វើអនុរដ្ឋយើងនិយាយគ្នាយើងថា c'est bon le projet est au point donc on peut commencer បានថាការងាររបស់យើងគឺយើងសម្រេចសម្រួលរួចរាល់ហើយយើងត្រូវទៅជួបអ្នកនេះយើងជួបអ្នកនោះយើងមានអីរបស់យើងគ្រប់សពហើយយើងអាចចាប់ផ្ដើមបានហើយហ្នឹងណា donc être au point បានន័យថា être prêt រៀបចំរួចរាល់ហើយចាំតែថ្ងៃដែលដំណើរការបានហើយហ្នឹងអាហ្នឹង être au point មួយទៀតឧទាហរណ៍ថាយើងមានចំនួនជាមួយគ្នាទៀតអ្នកផ្សេងក៏ដោយអ្នកណាក៏ដោយចុះរឿងចំនួនជាមួយគ្នា une dispute un conflitមុននឹងយើងនិយាយថាមុននឹងយើងឈានទៅដល់ចំណុចមួយដែលដោះសំណោះស្រាយក្នុងបញ្ហាហ្នឹង résoudre ce problème ce conflit យើងត្រូវមាន négociation មានការចរចាគ្នាអីចឹងទៅដល់ទៅពេលហើយសម្រាប់មួយហើយយើងទៅដល់យើងនិយាយគ្នាចឹងទៅយើងនិយាយគ្នាថាអូអាហ្នឹងមិនមែនចឹងទេមិនមែនមកពីគាត់ទេមកពីអ្នកនេះក៏គាត់បានយល់ព្រម prendre recul បានន័យថាគាត់ដកមកជំហានថយក្រោយអញ្ចឹងណាអ្នកទៀតក៏គាត់ថា d'accord គាត់យល់ព្រមគាត់excuser គាត់ pardonner អីចឹងទៅdonc ទាំងអស់ហ្នឹងហើយដល់ពេលហើយយើងចាប់ដើមនិយាយគ្នាថា c'est bon maintenant on met les points sur le i met les points sur le i ព្រោះ i អក្សរ i វាមានពងមួយនៅពីលើ donc on met les points sur le i បានន័យថា c'est bon យើងឈប់ត្រឡប់មករឿងហ្នឹងវិញព្រោះរឿងហ្នឹងយើងបានបកស្រាយវែកញែកគ្នាចប់រួចរាល់អស់ហើយ donc on met le point sur le i ហ្នឹងអញ្ចឹងណា voilà les expressions avec le mot point